năng bơ sắt đấy nước bơ sạch nhưng màประมวลផលចងយកទៅធ្វើហូបចង់ទៅចង់ទៅយកប្រមូលចងធំចងមើលនេះបែបចងធម្មជាតិសុខសាន្តរបស់យើងប្រមូលតាមយើងចាំបែបធម្មជាតិគឺយើងប្រមូលបែបនេះនេះចូលក្នុងកែបនេះទៀតហើយកែបនេះសត្វទឹកចងនេះសត្វខ្យងណាប្រមូលផលយើងប្រមូលផលយកទៅឆាក្តៅឆាគ្រឿងអានេះឆាក្តៅឆ្ងាញ់នេះវាឡើងមកគៀនធំនេះហីខ្ញុំរើសអាគៀនហ្នឹងធំណាធម្មតាខ្យងចាំធម្មជាតិរបស់យើងវាទៅជាប់ស្លែកតិចវាអត់មានលឿងល្អទេវាលឿងតែលឿងមកដៃជាប់ស្លែកហើយដោះលាងវាទៅចេញធ្វើលឿងមកអត់នេះវានៅគៀនហ៎អូយងល់នេះលោកប៉ាន់នេះសត្វខ្យងចូលទៅនៅក្រោមកផ្លោកក្រោមវាស៊ីស្មៅស្អីតែពិតយើងប្រមូលផលដល់ពេលព្រឹកអញ្ចឹងវាអត់សូវជាចេញច្រើនធម្មតាខ្យងដល់ពេលល្ងាចមកវាចេញច្រើនពេលល្ងាចវាចេញមកអត់សូវចេញប៉ាត់នេះយើងប្រមូលផលយកទៅធ្វើជាម្ហូបកាពិតខ្យងបើហ្នឹងមានរសជាតិឆ្ងាញ់វាមានវីតាមីនប្រូតេអ៊ីនច្រើនខ្យងដល់ពេលវាស៊ីឆ្អែតវាពងច្រើនពងតាមពងយើងធម្មតាយើងអត់ស្គាល់ថាជាពងខ្យងយួនតែเป็นខ្យងបើវាសិតតែពងហ្នឹងវាស៊ីបបវាពងច្រើនពងចងវាចេញមកតាមដីវាស៊ីគ្រប់រសជាតិស៊ីដីផងស៊ីស្លែផងនេះធម្មជាតិពិតខ្លះឡើងហៀចេញមកក្រៅដោយសារតែខ្យងបើវាឡើងយើងដាក់ស្បៃបណ្ណាក្រោយវាភ្លៀងខ្លាំងអីវាឡើងដោយខ្យងយួនវាឡើងវាហៀចេញមកក្រៅសត្វខ្យងឡើងយើងមកមើលខ្យងយួននេះខ្យងយួននិងខ្យងបើវាក៏ស្តៀងគ្នាតែវាខុសតែក្នុងខ្យងយួនវាអាចវាខ្មៅរបបវាក៏រាងក្រហមលឿងនេះខ្យងយួនខ្យងយួនមើលចងបើសាច់វាលឿងខ្យងយួនសាច់វាខ្មៅតែវាក៏ស្តៀងប្រហាក់ប្រហែលគ្នាចង់ច្រឡំគ្នាដែរកាលណាយើងចាំបែបធម្មជាតិហ្នឹងពណ៌វាសម្បល់វាក៏ដូចគ្នាបែរជាអត់ដាច់ច្រឡំនេះចានេះមើលសាច់ដឹងសាច់បើសាច់ខុសទៀតបើសាច់លឿងយួនសាច់វាខ្មៅ